ចាស្ដីបងប្អូនអរគ្នាថ្ងៃនេះចាញ់សម្លមកជួយយួនបាបកាយឆ្នៃវិញម្ដងបងប្អូនហើយបងប្អូនផែកស្ដាប់ឲ្យប្លែកឯណាពីព្រោះតែមុខម្ហូបមួយមុខទេគ្រាន់តែសម្លមកជួយយួនសក់ក៏កាយឆ្នៃដែរអញ្ចឹងណាបងប្អូនអញ្ចឹងមកមើលពីរបៀបធ្វើរបស់ខ្ញុំទាំងអស់គ្នាចង់ដឹងថាសម្លមកជួយយួនកាយឆ្នៃរបស់ខ្ញុំនៅរបៀបមិនអញ្ចឹងណាអញ្ចឹងជាដំបូងគឺខ្ញុំមានបន្លែសម្លមកជួយយួនហ្នឹងមកចាគឺមានជីមានអីហ្នឹងមកហើយខ្ញុំស្លគឺដាក់សាច់មាន់ណាហើយចំពោះខ្ទឹមគឺខ្ញុំប្រើ4-5ក្រពើហ្នឹងចិញ្ច្រាំវាឲ្យយើងតូចល្អិតតិចមកហើយទុកវាម្លាយទៅបន្ទាប់មកទៀតគឺយើងហាន់ជីយើងហ្នឹងជីអាណាហើយនឹងម្អមនិយាយចាំទៅជីពីរមុខហ្នឹងគឺយើងខ្វះអត់បានណាចំពោះសាឡមជូរយួនណាបងប្អូនយើងហាន់ទុកវាមកចាហើយបន្ទាប់មកទៀតហ្នឹងគឺជីរង្វងឬក៏គេហៅថាជីក្រហមអីហ្នឹងយើងហាន់ទុកវាឲ្យហើយមកបន្ទាប់មកទៀតគឺយើងដាក់ឆ្នាំងមកហើយដាក់ចាក់ប្រេងឆាបន្តិចមកហើយរំលីងខ្ទឹមយើងឲ្យឡើងឈ្ងុយណាបងប្អូនតមកទៀតគឺយើងចាក់ម្ទេសក្រៀមយើងចូលទៅហើយយើងកូរវិចតិចទៅបងប្អូនហ្នឹងហើយដើម្បីឲ្យវាមានក្លិនឈ្ងុយអញ្ចឹងណាបងប្អូនហើយបើសិនជាបងប្អូនមានខ្ទិះដូងទៀតដាក់កាន់តែល្អបងប្អូនហើយបន្តមកទៀតគឺខ្ញុំចាក់ទឹកត្រីចាទឹកត្រីយើងមកច្រូចពីច្រូចមកហើយយើងកូនតិចទៅបន្តមកទៀតនឹងគឺយើងចាក់ស្ករចំពោះស្ករគឺខ្ញុំប្រើមួយវែកតែម្ដងហើយបន្តមកទៀតនឹងគឺប៊ីចេងអំបិលយើងបន្តិចហើយកុំភ្លេចអំបិលទុំមកបងប្អូនព្រោះថាបន្លែគឺវាមានប៉េងប៉ោះស្រាប់ហើយក៏ប៉ុន្តែក៏វាអត់សូវជូរដែរបងប្អូនហើយយើងច្បល់វាតតែវាឡើងឈ្ងុយបន្តិចមកទើបយើងចាក់សាច់មាន់យើងចូលទៅបងប្អូនហើយយើងត្រឡប់វាហើយ2-3ត្រឡប់សិនទៅបងប្អូនហើយចាំយើងគ្របណាយើងគ្របដើម្បីឲ្យវាចេញជាតិទឹកបន្តិចមកហើយបន្ទាប់ទៀតហ្នឹងគឺយើងកូរច្បល់វាតិចបានណាបងប្អូនហើយតែប៉ុណ្្នឹងមកនិយាយពីឈ្ងុយបងប្អូនហើយយើងចាក់ទឹកមកល្មមមកមើលទៅតាមបរិមាណសាច់ហើយនឹងបន្លែនឹងផងដែរបងប្អូននិយាយចំទៅស្លមួយមុខនេះគឺកាយឆ្នៃបែបនឹងឯងបងប្អូនសម្លមកជួយយួនភាគច្រើនក៏គេអត់ប្រើម្ទេសក្រៀមឬក៏ខ្ទិះដូងអីទេបងប្អូនចាគឺគេអត់ដាក់ឯណាតែចំពោះខ្ញុំឯណាគឺខ្ញុំកាយឆ្នៃបន្ថែមនេះបន្ថែមនោះបន្តិចមកអីបន្តិចមកអញ្ចឹងណាបងប្អូនឲ្យវាប្លែកបន្តិចទៅពេលដែលស្លបែបហ្នឹងហើយបងប្អូនឆ្ងាញ់ខ្លាំងណាបងប្អូនចាគឺខ្ញុំអត់និយាយលេងទេបងប្អូនគ្រាន់តែថែមថយបន្តិចបន្តួចមកអានោះបន្តិចមកគឺបានហើយបងប្អូនអាហ្នឹងគេហៅថាម្ហូបកាយឆៃនឹងឯងអញ្ចឹងជាទូទៅម្ហូបនេះគេហៅថាស្លម្ជូរយួនមែនទេអញ្ចឹងកុំឲ្យហៅឈ្មោះគេចំពេកហៅថាសម្លម្ជូរអ្នកចិត្តខាងទៅវារៀងព្រោះជាងមែនទេបងប្អូនហ្នឹងហើយចឹងនៅពេលដែលសម្លយើងរៀងឆ្អិនតិចហើយគឺយើងចាក់ជីចូលទៅចាចាក់ជីចូលហើយនិយាយពីចាស់ក្លិនអូយឆ្ងាញ់កប់សេរីចាកម្រិត ISO 9001អូយថ្ងៃនេះវាយសម្លេងរៀងធំអស់ស្នោយទៀតហើយបងប្អូនចាឥឡូវមុខម្ហូបយើងស្លោយើងមួយឆ្នាំហ្នឹងក៏បានឆ្អិនរួចរាល់ហើយបងប្អូនហើយកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាហើយសម្រាប់បងប្អូនណាដែលគាត់ចូលចិត្តធ្វើម្ហូបចូលចក្រានអីយ៉ាធ្វើកាយឆ្នៃដូចខ្ញុំខ្លះទៅបងប្អូនឲ្យរៀងប្លែកភ្នែកហើយប្លែកមាត់ខ្លះអញ្ចឹងណាបងប្អូនចាហើយដើម្បីឲ្យតាប្តីនឹងហៅប្រពន្ធឲ្យតកូនហៅម៉ាក់ទៅហ្នឹងហើយឥឡូវហ្នឹងសម្លយើងក៏បានឆ្អិនរួចរាល់ហើយបងប្អូនចាហើយបើសិនជាពេញចិត្តវីដេអូខ្ញុំកុំភ្លេចជួយ like share ហើយនិង follow page subscribe YouTube channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីជារៀងរាល់ថ្ងៃអរគុណជម្រាបលា